ឆាដូអាចឡើងជាកីឡាករលំដាប់កំពូលប្រចាំសង្វៀន One Championship ដែរឬទេគណៈការប្រកួតកាលពីថ្ងៃមុននេះគាត់បានយកឈ្នះកីឡាករសញ្ជាតិអ៊ីរ៉ង់គឺ Hassan Wahdani ត្រឹមតែទឹកទី2ដោយផ្ដួលដោយផ្លែកែងរបស់គេមួយវិញទៀតការប្រកួតក្រោយនៅលើសង្វៀន One Championshipឆាដូគេនឹងទទួលបានតម្លៃខ្លួនរហូតទៅដល់$15,000បន្ទាប់ពីយកឈ្នះកីឡាករសញ្ជាតិអ៊ីរ៉ង់ Hassan Wahdani បាទកីឡាករឆាដូរូបនេះអាចឡើងជាលំដាប់កំពូលមួយរូបនៅលើសង្វៀន World Championship បានដែរឬទេបាទក្រោយគេផ្ដួលអញ្ចឹងបងប្អូនយើងអ្នកដែលតាមដានផ្ដាល់ថៃអញ្ចឹង admin សុំសួរមើលបាទអាចឡើងបានអត់បាទបើHassanរូបនេះគេមកខ្មែរយើងគឺជួបសតែជើងខ្លាំងបាទមានធឿនធីរ៉ាមានធុនរិទ្ធីបាទស្មើជាមួយធឿនធីរ៉ាហើយឈ្នះធុនរិទ្ធីទៅដល់2ដងក៏ប៉ុន្តែបាទមកចាញ់កីឡាករឆាដូរូបនេះបាទជាកីឡាកររបស់ថៃចឹងបងប្អូនយើងជួយខមមិនម្នាក់មួយម្នាក់ពីរផងបាទអ្នកដែលមើលផ្ដាល់ថៃណាបាទជួយខមមិននៅខាងក្រោមមក